យើងបានដឹងហើយថាការប្រើប្រាស់បារីអេឡិចត្រូនិកគឺវាអត់ល្អទេប៉ះពាល់ខ្លាំងទៅដល់សុខភាពប៉ុន្តែសួរថាតើយើងមានវិធានការអីខ្លះដើម្បីកាត់បន្ថយឬក៏ទប់ស្កាត់ការប្រើប្រាស់ឬក៏ការកើនចំនួននៃអ្នកប្រើប្រាស់បារីអេឡិចត្រូនិកអញ្ចឹងចំណុចសំខាន់ទី1គឺពាក់ព័ន្ធជាមួយនឹងការអប់រំយើងត្រូវចេះអប់រំក្មេងៗពីទូចទៅបង្កើនចំណេះដឹងដល់ក្មេងៗឲ្យគាត់ចេះយល់ដឹងពីផលប៉ះពាល់នៃបារីហ្នឹងមួយវិញទៀតបើសិនជាយុវជនយើងត្រូវចេះបង្កើតនៅសិក្ខាសាលាពាក់ព័ន្ធជាមួយនឹងបារីអេឡិចត្រូនិកហ្នឹងហើយផ្សព្វផ្សាយទៅតាមបណ្ដាញសង្គមពាក់ព័ន្ធជាមួយនឹងហ្នឹងដើម្បីឲ្យគាត់ហ្នឹងចេះការពារខ្លួនចេះយល់ដឹងកុំឲ្យជឿទៅតាមអ្នកដែលផ្សព្វផ្សាយដែលខុសច្បាប់ក្នុងការផ្សព្វផ្សាយពីបារីអេឡិចត្រូនិកយើងមានការស្វែងយល់ពីហ្នឹងយើងដឹងថាតើអ្វីដែលគួរធ្វើនិងអ្វីដែលមិនគួរធ្វើព្រោះជួនកាលយើងអត់ដឹងយើងមានចំណេះដឹងតិចតួចខាងហ្នឹងយើងពេលដែលឃើញអីយើងពេលដែលឃើញអីថ្មីយើងស្រាប់តែចាប់អារម្មណ៍យើងចង់សាកចង់ដឹងអីចឹងអញ្ចឹងទៅបើយើងអប់រំពួកគាត់បង្កើនចំណេះដឹងខាងហ្នឹងគឺពួកគាត់នឹងចេះការពារខ្លួននឹងចេះមុនពេលដែលទិញប្រើប្រាស់ឬក៏អីគឺមានការគិតពិចារណាមុនមិនមែនឃើញប្លែកឃើញថ្មីចង់សាក់លបងទេ